เลย DJ กับพงรอยยังมาเคยเนี่ยบ่ก็มอละเคยเนี่ยแต่มองนี่ฮะจะได้ស្វាយរៀងឈ្នះ man និយាយស៊ូ4-0 ណា ហើយថ្ងៃហ្នឹងខ្ញុំគិតថាស្វាយរៀងនឹងឈ្នះសានអាចនឹងលទ្ធផល3-1មកកលាឋានជាតិមរតកតេជោមើលការប្រកួតស្វាយរៀងប៉ះជាមួយនឹងសាន United ជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងពេលដែលមកដល់ start ខ្ញុំគឺខ្ញុំចូលទិញសំបុត្រហើយសំខាន់ហ្នឹងគឺគេមាន free voucher យើងសម្រាប់មើលកូនទៀតអែមនិយាយទៅដោយសារតែខ្ញុំមកលឿនពេកគឺអត់ទាន់មានអ្នកគ្រប់ត្រូលមកទេបាទគឺនៅទលាយឡើយឥឡូវនៅថ្ងៃឡើយគេតតម៉ោង7ហើយឥឡូវម៉ោងទៅ9ហ្នឹងអញ្ចឹងវានៅយូរទៀតអញ្ចឹងអ្នកគ្រប់ត្រូលអត់ទាន់មកគឺស្ងាត់ជាបឥឡូវបច្ចុប្បន្នត្រប់ពោះទេសិនណាបាទអាហ្នឹងគេហៅគេមកដល់លឿនអញ្ចឹងឥឡូវយើងមករកអីហូបបន្តិចសិនដោយសារការប្រកួតហ្នឹងតំណចប់វាយប់ពីជ្រៅដែរអញ្ចឹងយើងហូបអីទុកឲ្យហើយតែឥឡូវដាក់មួយដែរដាក់ប៉ុណ្ណឹងនេះបងលេចូលលុយចូលលុយគ្នាទៀតឆ្ងល់ដែរលុយចាយឡើងអស់អាហ្នឹងណាអត់ទេខ្ញុំអត់ចង់ហូបមកអត់ទេយើងអាចដោះដូរគ្នាបាន2,000 years later ឥឡូវហ្នឹងគឺម៉ោង6ហើយអញ្ចឹងនៅសល់ប្រហែលជា1ម៉ោងទៀតទេការប្រកួតនឹងចាប់ផ្ដើមហើយហើយអ្នកគ្រប់ត្រូលនៅមុខមិញក៏ឃើញថាមកបដាដែរហើយថ្ងៃនឹងក្រោយខ្នងខ្ញុំនេះក៏ចិត្តលេចដែរតោះឥឡូវចិត្តដល់ម៉ោងប្រកួតដែរអ្នកគ្រប់ត្រូលចាប់ដើមមកយើងហៃសម្បត្តិឲ្យឥឡូវយើងត្រូវបានចូលហើយបាទវិញទៅដើរពីគុំឡំមិនស្បត់មួយឥឡូវគឺចាប់ឡើងចិត្តដល់ម៉ោងប្រកួតទៅគឺអ្នកគ្រប់ត្រូលដែលបងប្អូនបានឃើញហ្នឹងគេថាណែនហើយបាទហើយមកដល់ខាងលើហ្នឹងខ្ញុំក៏ទិញកូកាមួយកែវដែរទុកផឹកពេលមើលបាល់ឥឡូវយើងចូលដល់ក្នុងទៅជាក់ភ្នែកស្រាប់បាទភ្លើងដល់កចាំងពេញកាមេរ៉ាបាទជាក់ភ្នែកខ្លាំងខ្លាំងកដើរចេញមកហើយបាទចាប់តាមបាទក្របបាល់ពេនទីរបស់ស្វាយរៀងយើង1-0ក្របបាល់ដល់ស្ងប់ស្ងាត់ហើយសានតាម1-2វិញបាទដាក់បានមកគ្រាប់វិញហើយនេះជាលើកទី2របស់ខ្ញុំហើយដែលមកមើលបាល់នៅពហុកីឡាដ្ឋានមរតកតេជោអង្ការមុនគឺអង្ការគេបើកកីឡាដ្ឋានលេខដំបូងហ្នឹងមកមើលបានម្ដងដែរដល់វគ្គ performance បាទរបស់ G David ហើយតើសារអ្នកគ្រប់ត្រូលស្វែងរៀងគឺថាមកច្រើនមែនទែនថ្ងៃហ្នឹងមនុស្សសរុបដល់ទៅ16000អ្នកជាងខ្ញុំមិននឹកស្មានថាមនុស្សមកមើលច្រើនអញ្ចឹងដោយសារ start រៀងឆ្ងាយហើយណាមួយទៀតគេទាត់រៀងយប់ទៀតចំថ្ងៃដែលគេធ្វើការទៀតប៉ុន្តែអត់អីដែរមនុស្សមកមើលច្រើនឥឡូវគេថាដល់វគ្គយើងចាប់រង្វាន់យកម៉ូតូហើយបាទអញ្ចឹងយើងមើលកតុយលេខយើងឲ្យហើយអាចនឹងខ្ញុំហើយបាទម៉ូតូហ្នឹង5គ្រឿងហ្នឹងតែមិនបានមួយមនុស្សតែមិនបាន1000នាក់ផងដល់វាចាប់ឆ្នោតទេបាទដល់វាដល់ហើយបងប្អូនមិនមានលេខ1លេខ0លេខ6អាចបានហើយបានហើយបាទម៉ូតូគឺថាបានគេអស់ហើយមិនបានយើងទេបាទឥឡូវគឺថាសម្រាប់ថាចប់ការប្រកួតហើយថ្ងៃហ្នឹងគឺមានគ្រាប់បាល់ច្រើនខ្លាំងមែនទែនហើយចុងបញ្ចប់ហ្នឹងគឺស្វាយរៀងយើងឈ្នះសានហ្នឹងលទ្ធផល6-2ហើយខ្ញុំក៏ត្រូវទៅផ្ទះដែរជួបខ្ញុំនៅវីដេអូក្រោយទៀតបងប្អូនបាយ